ក្នុងការបលាស់ធៀងម្ទេសបងប្អូនមានបងប្អូនយើងបានសួរបញ្ជាក់បន្ថែមថាធ្លាប់ឃើញវីដេអូគេចាប់គេបូតឆ្វោកបាទបូតឆ្វោកទៅតែម្ដងបងប្អូននៅពេលដែលបងប្អូនបូតឆ្វោកអញ្ចឹងណាមិនធៀងវានឹងក៏ល្បេះស្លឹកមេវានេះក៏ល្បេះស្លឹកមេនេះជាស្លឹកមានប្រយោជន៍ណាបងប្អូនស្លឹកនៅប៉ុណ្នេះគឺជាស្លឹកល្អអញ្ចឹងមិនគួរបូតទេបងប្អូនមិនគួរបូតទេយើងគួរតែបលាស់ហើយបលាស់យើងយកតែធៀងទេយកតែធៀងប៉ុណ្ណឹងស្លឹកនេះនៅដដែលយើងយកតែធៀងនេះបាទស្លឹកនេះនៅដដែលអញ្ចឹងយើងយកតែខ្នែងវានេះទេបងប្អូនយកតែខ្នែងស្លឹកវានេះយើងត្រូវរក្សាវាបើកាលណាយើងបូតគឺវាអស់ទាំងស្លឹកវាអស់ទាំងខ្នែងបាទមានន័យថាវាអស់ទាំងអាខ្នែងដែលយើងត្រូវបេះចោលនេះហើយវាអស់ទាំងស្លឹកល្អដែលយើងគួរតែទុកវាដែលយើងត្រូវតែទុកវារបៀបនេះបាទហេតុអីត្រូវទុកបងប្អូនដោយសារស្លឹកហ្នឹងជាស្លឹកល្អវាជួយធ្វើរស្មីសំយោគពីព្រះអាទិត្យបាទវាជួយស្រូបពន្លឺស្រូបអីដើម្បីមកចិញ្ចឹមដងដើមបាទមកចិញ្ចឹមដងដើមកាលណាវាអស់ស្លឹកជាពិសេសនៅរដូវក្តៅនេះទៀតសោតរដូវក្តៅនេះទៀតគឺធ្វើឲ្យដើមម្ទេសយើងទៅជាអន់វិញអញ្ចឹងបងប្អូនស្លឹកកំណើតវាស្លឹកមេនេះគួរតែទុកបាទគួរតែទុកមិនត្រូវបូតទេបាទត្រូវប្រឡេះជាមួយដៃហើយក្នុងការប្រឡេះហ្នឹងបើបងប្អូនឃើញដើមមានជំងឺត្រូវដកវាចាញ់ដៃនេះត្រូវលាងនឹងសាប៊ូបើកាត់ជាមួយកត្រៃត្រូវលាងសាប៊ូហើយបើអត់ប្រើសាប៊ូទេបងប្អូនអាចប្រើអាកុលបាញ់អាកុលលាងបានបាទនេះជាបទពិសោធន៍ក្នុងការតែងម្ទេសបាទ